សួស្តីអ្នកនរនេះស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការ convert រូបភាពរបស់យើងឲ្យក្លាយទៅជារូបភាព PDF នៅក្នុងទូរស័ព្ទដៃ Android អញ្ចឹងដើម្បីបានរូបភាព PDF មួយបងប្អូនត្រូវតែមានរូបភាពជាច្រើនចូលគ្នាដើម្បីបង្កើតបានជា PDF មួយអញ្ចឹងណាអញ្ចឹងមុននឹងទៅធ្វើសូមឲ្យបងប្អូនទាំងអស់គ្នា down app មួយដែលមានឈ្មោះថា Lens នៅលើ Google ណា Google App Store Play Store ហើយបើនៅលើ iOS អានឹងហៅថា App Store តែបើនៅលើ Android អានឹងវាហៅថា Play Store អញ្ចឹងណាអញ្ចឹងសូមឲ្យបងប្អូនគ្នាចូលទៅកាន់ Play Store ហ្នឹងមកនេះ Play Store ដើម្បីទៅ download កម្មវិធីទាំងអស់គ្នាអញ្ចឹងបងប្អូនចុចលើពាក្យ search នេះមកអញ្ចឹងបងប្អូន search រកពាក្យថា Microsoft Lens នេះបងប្អូនចុចពាក្យហ្នឹងមកចុច search តោះមកវានឹងឃើញមានកម្មវិធីមួយដែលមានឈ្មោះថា Microsoft Lens នេះទី2បងប្អូនទាំងនេះអញ្ចឹងយើងចុចនៅលើវាមកតោះមកបងប្អូនចុចពាក្យ install ប៉ុន្តែដោយសារតែខ្ញុំ install រួចហើយខ្ញុំក៏ទៅចុចពាក្យថា open ខ្ញុំចុច open មកអញ្ចឹងវានឹងចូលទៅដល់កម្មវិធី Google Lens ហើយនឹងបងប្អូនអញ្ចឹងដើម្បីបាន PDF មួយបងប្អូនចុចនៅលើរូបភាពនៅខាងក្រោមនេះទេនេះរូបភាពខាងក្រោមទូរស័ព្ទរបស់ខ្ញុំនៅខាងឆ្វេងហ្នឹងចុចលើវាមកអញ្ចឹងវាមានរូបភាពជាច្រើនសម្រាប់ឲ្យបងប្អូន select ណាអញ្ចឹងបងប្អូន select លើរូបភាពទាំងអស់ហ្នឹងមកឧទាហរណ៍ខ្ញុំ select លើរូបភាពនេះមកខ្ញុំ select រូបភាពហ្នឹងមកអញ្ចឹងណានេះបាត់រូបចុចលើរូបភាពនោះទៀតមកនឹងវាបាន14រូបហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចពាក្យនៅខាងក្រោមនេះអាសញ្ញាព្រួយពណ៌ក្រហមនេះចុចវាទៅវានឹងក្របពីផ្សេងៗយើងអញ្ចឹងណាហើយបើសិនជាបងប្អូនត្រូវការក្របទៅបើសិនជាបងប្អូនមិនត្រូវការក្របក៏មិនអីដែរអញ្ចឹងបងប្អូនចុចលើពាក្យ review and edit ចុចមកអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនអាចក្របអីបានផ្សេងៗយើងអាចក្របអីផ្សេងៗអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងអូខេហើយយើងចុច finish ចុច finish អញ្ចឹងវាមាន option ច្រើនសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអាច convert បានអញ្ចឹងណាពីរូបភាពទៅ Galaxy ទៅ PDF OneNote OneDrive Word PowerPoint អញ្ចឹងណាអញ្ចឹងបងប្អូនចុច select លើនេះ select លើ PDF ហ្នឹងមកបងប្អូនចុចនៅខាងលើនេះយើងអាចដូរឈ្មោះបានយើងអាចដាក់ឈ្មោះថា test ចឹងមកឬមួយក៏ស្អីផ្សេងៗមកអញ្ចឹងបងប្អូនចុចលើពាក្យ test ហ្នឹងមកបងប្អូនចុចពាក្យ save ចុចពាក្យ save ហើយអញ្ចឹងវានឹងបានគេវានឹងបាននៅកម្មវិធីមួយដែលមានឈ្មោះថា test អញ្ចឹងបងប្អូនអាចចុច review មើលវាបានជា PDF ដែលបងប្អូនអាច record បានអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាអាចក្លាយជា PDF បានដែរបងប្អូនអញ្ចឹងដើម្បីរក្សាទុកវាបងប្អូនអាចចុចសញ្ញាព្រួយនៅខាងលើនេះខាងស្ដាំចុចលើវាមកអញ្ចឹងបងប្អូនអាចconvert វាអាច share PDF ហ្នឹងទៅ Telegram ទៅផ្សេងៗអញ្ចឹងណាទៅ Telegram ទៅ Gmail ផ្សេងៗហើយបងប្អូនអាចចុចលើ more នេះមកវាមានកន្លែង save ហើយបងប្អូនអាច save ទៅកន្លែង file នេះក៏បានដែរ file Google download ចុចលើនេះមកអញ្ចឹងវាឲ្យយើង save ហើយបងប្អូនវាឲ្យយើង save ហើយអញ្ចឹងអានេះគឺជា file មួយសម្រាប់ឲ្យបងប្អូនប្រើប្រាស់អញ្ចឹងបងប្អូនអាចផ្ញើវាចូលទៅកាន់ Telegram ឬកាន់អីផ្សេងៗទៀតអញ្ចឹងណាព្រោះវា megabyte ពិតជាទូចខ្លាំងមែនទែនអញ្ចឹងខ្ញុំសាកតេស្តវាដើម្បីផ្ញើទៅកាន់Telegram ព្រោះ email ក្បាយខ្ញុំគិតថាវាតូចទេនេះខ្ញុំចូលវាម្ដងទៀតមកហើយខ្ញុំចុចលើពាក្យ home នេះខ្ញុំមិនឃើញពាក្យ i របស់ខ្ញុំទេអញ្ចឹងបងប្អូនចុចសញ្ញាត្រី3នេះមកហើយ share ហើយបងប្អូនអាច share ទៅ Telegram ចុចលើពាក្យ Telegram នេះមក Telegram អញ្ចឹងបងប្អូនចុចលើពាក្យអត់ខ្ញុំ share ទៅផ្ញើទៅ share ខ្ញុំចុចលើពាក្យ share នេះមកអញ្ចឹងវាទៅបងប្អូនវាទៅអញ្ចឹង megabyte ដែលវាប្រើប្រាស់ហ្នឹងតែ 3.3 megabyte ទេតែបើសិនជាបងប្អូនប្រើកម្មវិធីផ្សេងវាអាចធំជាងហ្នឹងអញ្ចឹងណាអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមឲ្យបងប្អូនជួយចុច subscribe នៅលើ channel របស់ខ្ញុំអ្នកមួយផងសូមអរគុណច្រើន